ធនាគារកណ្ដាលមិនមែនជាម្ចាស់របស់មាសទាំងអស់នេះទេការយល់ច្រឡំជាទូទៅបំផុតមួយអំពីឃ្លាំងនេះគឺភាពជាម្ចាស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកប្រចាំទីក្រុងញូវយ៉កមិនមែនជាម្ចាស់មាសដែលរក្សាទុកនៅក្នុងឃ្លាំងនោះទេវាគ្រាន់តែដើរតួជាអ្នកថែរក្សាដែលភាសាអង់គ្លេសគេឲ្យឈ្មោះថា custodian តែប៉ុណ្ណោះមាសនេះជាកម្មសិទ្ធិរបស់ម្ចាស់គណនីរួមមានទី1គឺរដ្ឋាភិបាលសហរដ្ឋអាមេរិកទី2រដ្ឋាភិបាលរបស់ប្រទេសបរទេសមួយចំនួនទី3ធនាគារកណ្ដាលរបស់បណ្ដាប្រទេសផ្សេងមួយចំនួនហើយនឹងអង្គភាពឬក៏អង្គការអន្តរជាតិដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ជាដើមបុគ្គលឯកជនសាជីវកម្មនិងសូម្បីតែមហាសេដ្ឋីមិនត្រូវបានអនុញ្ញាតឲ្យរក្សាទុកមាសនៅទីនោះទេនេះគឺជាកន្លែងរក្សាទុកទ្រព្យសម្បត្តិរដ្ឋដែលត្រូវបានគេរចនាឡើងសម្រាប់ជាតិសាសន៍នានា